ជំរាបសួរបងប្អូននៅក្នុងបណ្ដាញសង្គម Facebook ថ្ងៃនេះខ្ញុំមានរឿងមួយចង់ឲ្យយើងប្រៀបធៀបគ្នារវាងលោកសំស៊ីនិងលោកខឹមស្នាហើយនិងលោកហ៊ុនសែនយើងដឹងថាប្រហែលថ្ងៃមុនលោកសំស៊ីគាត់រិះគន់ទៅលើស្ថាប័នក្រសួងអប់រំថាការអប់រំរបស់យើងនេះត្រូវគេមិនសូវឲ្យតម្លៃនេះគឺអ្នកក្រៅហើយបញ្ហានេះត្រូវបានលោកហ៊ុនសែនគាត់រិះគន់យ៉ាងខ្លាំងហើយបញ្ហាដែលលោកសំស៊ីនឹងគាត់រិះគន់ទៅនឹងត្រូវឬខុសសូមបងប្អូនគិតខ្លួនឯងចុះប៉ុន្តែការរិះគន់នេះត្រូវបានលោកហ៊ុនសែនប្រតិកម្មជាខ្លាំងសូម្បីតែដល់រដ្ឋមន្ត្រីក្រសួងអប់រំក៏គាត់ប្រតិកម្មដែរហើយអ្នកគ្រប់គ្រងគណៈបព្វជិជនច្រើនណាស់គាត់ប្រតិកម្មរឿងហ្នឹងតែគាត់ថាមិនទទួលស្គាល់ខ្លួនឯងគាត់មិនស្គាល់ខ្លួនឯងថាជាអ្វីគាត់មិនស្គាល់ថាក្រសួងអប់រំយើងហ្នឹងវាមានទំហំរបៀបម៉េចមានកម្រិតយ៉ាងដូចម្ដេចឯងពួកគាត់អត់យល់ហើយយើងក៏លេចទៅមើលលោកខឹមស្នាវិញលោកខឹមស្នាគាត់បានឌីលគាត់បានជេរប្រជាជនយើងថាល្ងងអាខ្លៅអីតាំងពីដូនតាមកល្ងងខ្លៅអីអញ្ចឹងខ្លាំងណាស់ការប្រមាថនឹងគាត់សាហាវគាត់ថាទោះបីជាអ្វីដែលគាត់និយាយហ្នឹងវាប្រជាជនមានល្ងងមែនតែយើងគិតថាប្រជាជនរងថ្ងៃហ្នឹងវាល្ងងពេកតែប៉ុន្តែយើងមើលវិញមើលគាត់ប្រមាថប្រជាជនអញ្ចឹងហើយគាត់ផ្សាយតាមវិទ្យុ Facebook អីគាត់មួយថ្ងៃគាត់ច្រើនមែនការប្រមាថរបស់លោកខឹមស្នាហ្នឹងទៅលើប្រជាជនខ្មែរហ្នឹងហេតុអ្វីសម្ដេចហ៊ុនសែនគាត់អត់មានប្រតិកម្មអីបន្តិចសោះហើយបើស្ថាប័នផ្សេងទៀតរបស់រដ្ឋាភិបាលមិនប្រតិកម្មទៅលើលោកខឹមស្នាសោះអាហ្នឹងយើងត្រូវគូគិតយើងប្រៀបធៀបចំណុចពីរហ្នឹងមើលយើងប្រៀបធៀបគ្នាមើលតែហេតុអីបានតែជានាំគ្នាទៅប្រតិកម្មទៅលោកសំស៊ីមួយចំណែកលោកខឹមស្នាគាត់ឌីលខ្មែរក៏ដោយគាត់ជេរខ្មែរឲ្យផ្សាប់ព្រោះពាក្យអសរោះយ៉ាងម៉េចក៏ដោយក៏សម្ដេចឬក៏ស្ថាប័នរបស់រដ្ឋាភិបាលគាត់មិនបានយកចិត្តទុកដាក់មិនបានពមៀនអីសោះអាហ្នឹងយើងមើលតើនៅកន្លែងចំណុចហ្នឹងមិនបានបញ្ជាក់ឲ្យថាតើអ្វីជាអ្វីនរណាជានរណាជាគ្នារបស់នរណាអីយើងបានមើលដល់ឃើញយើងចាក់ណាទៅយើងដឹងហើយរឿងអីមនុស្សម្នាក់គ្រាន់តែនិយាយប៉ះពាល់ទៅដល់ក្រសួងអប់រំហើយម្នាក់ទៀតគាត់ឌីរៀបទូទាំងប្រទេសថាល្ងងបែរជាគ្មាននរណាទៅចាប់អារម្មណ៍ប្រឡែងឲ្យនិយាយជេរផ្សាយវិទ្យុគាត់ក្នុងថ្ងៃផ្សាយ30ម៉ោងសាប់ព្រោះអាឌីលខ្មែរយើងនឹងទៅប្រជាជនស្លាប់ទូទាំងប្រទេសប៉ុន្តែគេអត់មានហាមអានេះខ្ញុំចង់បញ្ជាក់ថាវប្បធម៌គ្នាគេគ្នាយើងធ្វើអ្វីក៏មិនចេះខុសដែរបើគ្នាគេគ្រាន់តែធ្វើខុសបន្តិចតួចតាមវ័យអានេះមិនអ្នកណាថាធ្វើខុសទេគាត់គាត់និយាយការពិតប៉ុន្តែទៅតាមវ័យរហូតដល់តាមវិទ្យុតាមកសែតតាមអីសឹងអស់គេតាមវាយបហាលោកសំស៊ីហើយយើងដឹងក្នុងសង្គមយើងការអប់រំរបស់យើងតើនៅបរទេសគេទទួលស្គាល់អត់យើងចាប់បាក់ឌុបនៅយើងហ្នឹងដល់ពេលយើងទៅរៀននៅស្រុកក្រៅគេឲ្យយើងរៀនតពីបាក់ឌុបហ្នឹងឬក៏ទម្លាក់ថ្នាក់យើងអីយើងដឹងស្រាប់ហើយយើងមិនមែនជាកែក្នុងម្ដងទេសម័យឥឡូវយើងត្រូវទទួលស្គាល់ខ្លួនឯងហើយបើសិនជាយើងមិនទទួលស្គាល់ខ្លួនឯងតើយើងរីកចម្រើនមិនកើតបើក្រសួងអប់រំយើងអញ្ចឹងមែនហើយបើយើងគេរិះគន់មកយើងមិនទទួលស្គាល់ខ្លួនឯងឲ្យរីកចម្រើនមិនកើតហើយចឹងចាំបាច់ធ្វើកំណែតម្រង់ធ្វើអីអញ្ចឹងដាក់ហងជនរងមកធ្វើកំណែតម្រង់ធ្វើអីអញ្ចឹងបើយើងរីកចម្រើនយើងទទួលស្គាល់ចាំបាច់កំណែតម្រង់ធ្វើអីអាហ្នឹងយើងសួរខ្លួនឯងទៅហើយបញ្ហាការរិះគន់ហ្នឹងវាល្អអាក្រក់គិតមើលខ្លួនឯងទៅហើយចំពោះរឿងលោកសំស៊ីខឹមស្នាខ្ញុំគិតថាសម្ដេចគួរប្រតិកម្មនឹងលោកខឹមស្នាជាងព្រោះលោកខឹមស្នានេះគាត់ប្រមាថប្រជាជនទូទាំងប្រទេសថាល្ងងថាភ្លើអីហ្នឹងតាំងរហូតដល់ដូនតាគាត់ប្រមាថហើយគាត់ប្រមាថនឹងគាត់ចាក់ផ្សាយតាមវិទ្យុតាមអីមួយថ្ងៃ30ម៉ោងតាម Facebook តាមអីបង្រៀនកូនខ្មែរឲ្យជេរគ្នាឲ្យស្អប់គ្នាឲ្យឆ្លោះគ្នាអាហ្នឹងគួរតែគាត់ប្រមានប៉ុន្តែអ្វីក៏ដោយគឺវាមានអត្តមាំងជាងសូមបងប្អូននឹងគិតចារណាឲ្យច្បាស់លាស់ជាពិសេសអ្នកគ្រប់គ្រង